ការធ្វើការបញ្យលច្បាស់លាស់ត្រឹមត្រូវទូរទស្សន៍ទាំងក្នុងនិងក្រៅប្រទេសដើម្បីលើកកម្ពស់យល់ដឹងនឹងការតាក់ទាញការអនុវត្តកម្លាំងចលករព្រមទាំងការខិតខំស្វែងរកគំនិតនវានុវត្តន៍ដើម្បីបង្កើនភាពតាក់ទាញសម្រាប់វិនិយោគិន ទាំងលើទិដ្ឋភាពសមិទ្ធផលនៃពាណិជ្ជកម្មនិងគុណតម្លៃនៃខ្សែចង្វាក់ផលិតកម្មដែលផ្សារភ្ជាប់ជាមួយនឹងទីផ្សារទី3គ្រប់តួអង្គពាក់ព័ន្ធជាពិសេសវិស័យឯកជនត្រូវចូលរួមជាមតិយោបល់និងផ្ដល់ធាតុចូលគ្រប់ពេលតាមការចាំបាច់ដល់ក្រុមការងារក៏ដូចជាគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុឬប្រមុខរាជរដ្ឋាភិបាលក្នុងស្មារតីកែលម្អការអនុវត្តនិងការធានាជោគជ័យនៃកម្មវិធីនេះកិច្ចការនេះគឺជាកិច្ចការសំខាន់ហើយជាពិសេសយន្តការនេះគឺយើងយន្តការដាក់ពីថ្នាក់ជាតិទៅជាមួយនឹងថ្នាក់ក្រោមជាតិនៅក្នុងមូលដ្ឋានយើងមានជំនាញជាច្រើនបទពិសោធន៍ពីកាលយើងរុញដំបងនៅខេត្តបរសៀននោះមានបញ្ហាត្រង់ថាអត់ស៊ីសង្វាក់គ្នាហេតុអីបានជាយើងរុញបង្កើតគណៈកម្មការហើយបកគលសិទ្ធឲ្យទៅដោះនៅតែនោះម្ដងសិទ្ធសម្រាប់អីជានួនដើម្បីបកគៀកនៅសេវានៅមូលដ្ឋានកុំឲ្យពិបាកឡើងមកច្រើនពេកបាទកុំចាំបាច់មកដល់ភ្នំពេញដាក់តាមក្រសួងស្ថាប័នយើងចូលបង្កើនសិទ្ធគណៈកម្មការនេះគឺមានសិទ្ធខ្ពស់នៅក្នុងការសម្រេចប៉ុន្តែការសម្រេចហើយយកទៅអនុវត្តអញ្ចឹងកន្លងទៅកន្លែងខ្លះពេលដែលគណៈកម្មការរុញពីថ្នាក់កណ្ដាលនេះទៅសម្រេចទៅលើគោលការណ៍ចំនួនទីហោតាក់ទងពន្ធដារស្រាប់តែមន្ទីរពន្ធដារខេត្តអត់អនុវត្តដោយសារអត់បានគោលការណ៍ពីថ្នាក់លើរបស់ខ្លួនគឺសុំធ្វើម៉េចធានាឲ្យបាននៅសកលភាពបែបនេះបើការសម្រេចអីហើយគឺត្រូវអនុវត្តពីលើដល់ក្រោមបាទអញ្ចឹងសូមឲ្យស្ថាប័នមួយដែលមានសមាជិកក្នុងនេះគឺត្រូវធ្វើយ៉ាងណាធានានៅសកលភាពនិងការអនុវត្តឲ្យបានលឿនបាទអានឹងទីហោទូចមួយប៉ុន្តែមិនមែនពាក់ព័ន្ធទៅពន្ធដារទេគឺពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់បានន័យស្ថាប័ននៅដដែលរក្សាស្ថាប័នដដែលប៉ុន្តែត្រូវនវានុវត្តន៍បានដើររួចបានដើរទាន់បើយើងដាក់កលឹះនៅក្នុងការដោះស្រាយទំនើបតែពីកណ្ដាលទៅដល់អ្នកអនុវត្តនៅតែងើកគាត់ថាលបឿនដដែលនីតិវិធីដដែលទៅអត់រួចទេបាទអញ្ចឹងទាមទារជាពិសេសនៅក្នុងខេត្តតែម្ដងព្រោះយន្តការសម្រេចនៅថ្នាក់កណ្ដាលយន្តការនេះបកគលទៅឲ្យមែនប៉ុន្តែការអនុវត្តភាគច្រើនគឺនៅសិទ្ធិរបស់ខេត្តរបស់ស្ថាប័នយើងអត់ប្រមូលផ្ដុំអំណាចយកមកយន្តការកណ្ដាលទៅធ្វើកំបុកធ្វើការជំនួសយន្តការខេត្តទេយើងវិមជ្ឈការហើយប៉ុន្តែធ្វើម៉េចដើម្បីឲ្យលឿនគឺត្រូវមានការឯកភាពគ្នារាល់ការសម្រេចរបស់គណៈកម្មការនេះនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវគោរពនិងអនុវត្តឲ្យជាពិសេសខេត្តនីមួយខេត្តទាំង4នេះយន្តការនៅក្រៅខេត្តទាំងអស់ត្រូវកុំថាគណៈកម្មការសម្រេចហើយអនុវត្តអត់ទេចាំឆ្លងចង្វាយខេត្តទៅអត់ទេអភិបាលខេត្តអភិបាលគណៈបាលខេត្តត្រូវបកគលត្រូវទី1គណៈកម្មការនេះត្រូវធ្វើការជាមួយយន្តការខេត្តឲ្យជាប់រាល់ការសម្រេចទាំងអស់គឺជាការសម្រេចដែលយើងប្រតិភូកម្មសិទ្ធិឲ្យគណៈកម្មការនេះនៅខាងមុខអញ្ចឹងគឺស្មើនឹងការសម្រេចរបស់ថ្នាក់ជាតិអញ្ចឹងការអនុវត្តត្រូវមានសកលភាពបាទអញ្ចឹងខ្ញុំសូមឲ្យប៉ុន្តែបតិកលាគ្នាបើន័យថាយើងមិនទៅធ្វើការជំនួសទាំងអស់ទេយើងគ្រាន់តែសម្រេចប៉ុន្តែដល់ពេលចាត់តាំងអនុវត្តគឺយន្តការខេត្តដដែលយន្តការកណ្ដាលនេះនឹងតាមដានត្រួតពិនិត្យការអនុវត្តបាទមានការអីគឺមានសមត្ថកិច្ចនិងសិទ្ធិនៅក្នុងការដោះស្រាយជាបន្ទាន់នេះជាកលឹះនៃជោគជ័យបាទបើសិនជាយើងទំនើបកម្មយើងធ្វើកែសម្រួលយើងរៀបចំយន្តការតែពីលើដល់ពេលយន្តការជើងក្រោមនៅដដែលយើងដើរតាមនីតិវិធីចាស់អត់ទេអញ្ចឹងខ្ញុំសូមឲ្យគណៈកម្មការនេះទន្ទឹមនឹងរៀបចំនីតិវិធីនៅក្នុងគណៈកម្មការត្រូវប្រស៊ីគ្នាជាមួយនឹងការកែសម្រួលនៃនីតិវិធីរបស់ខេត្តទាំង4ផងសូមអភិបាលនៃគណៈបាលសូមចូលរួមនៅក្នុងការរៀបចំនីតិវិធីនេះព្រោះដើម្បីឲ្យខេត្តយើងវាឆ្ងាយជាងគេបានយើងរៀបចំគណៈកម្មការនេះទៅជួយតែបើយើងមិនព្រមដើរខ្លួនឯងមិនព្រមជួយរត់អត់មានពីណាទៅជួយទេហើយខេត្តទាំង4នេះក៏ត្រូវប្រកួតគ្នាដែរពីណាទាញបានច្រើនជាងគេបាទអញ្ចឹងវាអាស្រ័យទៅលើយន្តការនេះខ្ញុំបញ្ជាក់ម្ដងទៀតមិនមែនជាយន្តការទៅជំនួសយន្តការថ្នាក់ខេត្តទេ
ប៉ុន្តែជាយន្តការទៅជួយបង្កើនបន្ថែមជួយសម្រួលនៅក្នុងការជំរុញលើកទឹកចិត្តអញ្ចឹងវានៅតែកលឹះនៃការអនុវត្តប្រសិទ្ធភាពគឺអាស្រ័យទៅលើខេត្តខ្លួនឯងហើយខ្ញុំជឿថាអាយដាមនៃគណៈអភិបាលនៃគណៈអភិបាលខេត្តទាំង4ប្រកាសជាដាក់ទិសដៅទាំងនេះហើយផ្ដល់គោលការណ៍ណែនាំនិងកែសម្រួលនីតិវិធីរបស់ខ្លួននៅក្នុងស្ថាប័នពាក់ព័ន្ធដើម្បីជួយយ៉ាងណាទាញសម្រួលឲ្យបានបាទជួនកាលផ្លូវលំបាក7ម៉ោងមិនពិបាកធ្វើដដើរទេ7ម៉ោងកុំឲ្យធ្វើដំណើរ7ម៉ោងរាប់រយគីឡូទៅដល់ប៉ុន្តែស្ទះនៅមូលដ្ឋាន20ម៉ោងដោយសារនីតិវិធីរដ្ឋបាលនីតិវិធីគឺការងារផ្សេងយើងអត់ច្បាស់លាស់ឥឡូវអត់ចាំបាច់7ម៉ោងទៀតទេគឺយើងទៅតែមួយកន្លែងហើយចាំបាច់រត់ច្រើនទេតែមួយកន្លែងនេះថែមទាំងបកគលសិទ្ធិទៀតបាទឈ្មោះគណៈកម្មការមែនប៉ុន្តែសិទ្ធិនៅក្នុងការសម្រេចធំបាទដើម្បីឲ្យលឿនអញ្ចឹងពីលើក៏លឿនពីក្រោមក៏លឿនអញ្ចឹងចំណុចនេះគឺទាមទារនៅការធ្វើការរួមគ្នាដោយមានសកលភាពជាមួយគ្នានៅខាងលើនេះយើងកែសម្រួលនីតិវិធីកុំឲ្យសាមយ៉ាំអញ្ចឹងការអនុវត្តពាក់ព័ន្ធនឹងគម្រោងនេះខ្ញុំសូមណែនាំម្ដងទៀតគឺធ្វើយ៉ាងណាមិនកែតែជើងខាងលើទេគឺសូមកែរហូតទៅដល់ជើងក្រោមតែម្ដងបាទសម្រាប់គម្រោងយ៉ាងហោចណាស់សម្រាប់គម្រោងដែលពាក់ព័ន្ធនៅក្នុងគោលលោកទេបាទរាល់នីតិវិធីដែលទៅខេត្តស្រួលផ្លូវកាត់អីតែម្ដងបាទដើម្បីឲ្យរឿងអីផ្សេងទៀតអានឹងតាមនីតិវិធីចុះយើងមិនអាចកែម្ដងទាំងអស់បានទេប៉ុន្តែយ៉ាងហោចណាស់ផ្ដោតទៅលើការជំរុញនៅក្នុងនេះបាទយើងយកមកតសនឹងយកមកពង្រឹងវាទៅបាទតសផ្សេងទៀតពេលនេះមួយរឹងមាំយើងអត់ខ្លាចបាក់អាគារហើយចាំយើងទៅកែសម្រួលជាបន្តទៀតនេះគឺជាកែសំខាន់ទី4ក្រុមការងារខិតខំដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់វិនិយោគជំរុញការអនុវត្តការគ្រប់គ្រងផ្សេងដល់កម្មវិធីពិសេសនេះដោយការអនុវត្តឲ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យនិងពុទ្ធគាមអនាម័យនៅជាប់ខេត្តព្រំដែនដែលមានច្រកពាណិជ្ជកម្មការពន្លឿនការចុះបញ្ជីពាណិជ្ជកម្មកម្មវិធីដីធ្លីបានកម្មសិទ្ធិដីធ្លីនៅតាមតំបន់ជាយក្រុងនិងទីប្រជុំជនខេត្តមួយការដាក់ចេញនូវយន្តការសម្របសម្រួលក្នុងការផ្ទេរគម្រោងសម្បទានដីសេដ្ឋកិច្ចអសកម្មឲ្យទៅវិនិយោគិននឹងការមានបំណងច្បាស់លាស់និងជាក់លាក់ជាដើមហើយកិច្ចការងារនេះគឺបែងខ្ញុំនិយាយពីរដ្ឋបាលក្រមខេត្តនឹងកន្លែងប៉ុន្តែក៏ពាក់ព័ន្ធក្រសួងស្ថាប័នវិជ្ជាដោយក្រសួងពាណិជ្ជកម្មក្រសួងផ្សេងដែលតាក់ទងនឹងលំហូរនៃពាណិជ្ជកម្មជាមួយប្រទេសជិតខាងអញ្ចឹងគឺតាមរយៈយន្តការអន្តរក្រសួងនេះគឺសូមធ្វើយ៉ាងម៉េចពេលដែលអន្តរក្រសួងសម្រេចហើយគឺសូមឲ្យក្រសួងស្ថាប័នមួយពាក់ព័ន្ធគឺយកចំណុចទាំងអស់នេះព្យាយាមដើម្បីធ្វើការដោះស្រាយឲ្យបានលឿនទី2ណែនាំតាមខ្សែបដោយរបស់ខ្លួនទៅខាងក្រោមបកគលសិទ្ធិឬមួយប្រតិភូកម្មសិទ្ធិរបស់គេដើម្បីឲ្យស្ថាប័នថ្នាក់ក្រោមធ្វើហើយរាជធានីខេត្តថ្នាក់បណ្ដាខេត្តទៅខេត្តនោះដើម្បីយើងអាចដឹកនាំបើន័យថាបើយើងប្រតិភូកម្មសិទ្ធិនៅក្នុងការសម្រេចហើយស្រាប់តែនៅក្នុងនីតិវិធីហ្នឹងដើរទៅនៅមានមួយត្រូវរត់មកពេញជី7ម៉ោងមកសុំលិខិតនៅក្រសួងដែរក៏ពិបាកដែរចឹងខ្ញុំថាការគិតគូរជាកញ្ចប់ក្នុងករណីពិសេសនេះហើយយើងធ្វើតែសម្រាប់ករណីពិសេសនៅក្នុងកញ្ចប់នេះតែម្ដងដើម្បីធ្វើយ៉ាងណាឲ្យក្រសួងស្ថាប័ននិងរាជធានីខេត្តបូកជាមួយអន្តរក្រសួងនេះធ្វើកិច្ចការងារខ្ញុំថាមានតែផ្លូវនេះទេបើរត់ទាំងអស់គ្នាបាទបើយើងរត់ជាក្រុមអានឹងកាលប្រកួតនៅក្រុងយោធាគេថាបើឲ្យ20នាក់លបឿនអ្នកឯងគឺលបឿនរបស់ក្រុមនីមួយគឺស្មើនឹងលបឿនអ្នកយឺតជាងគេពួកគេហាមមិនឲ្យដាច់គ្នាយ៉ាងច្រើនមិនឲ្យលើស5ម៉ែត្រទេយើងមិនអាចចោលគ្នាទេអញ្ចឹងយើងធ្វើការជាកញ្ចប់អញ្ចឹងបើលបឿនអ្នកដែលយឺតជាងគេនេះហើយគឺជាលបឿននៃក្រុមបាទព្រោះរត់អ្នកផ្សេងទៀតរត់លឿនមិនក៏ដោយបើមួយនេះនៅដើរលើកអត់ទេត្រូវការស្ពាយត្រូវការលីត្រូវការអីជួយទៅបាទជួយជំរុញគ្នាហើយឯកភាពគ្នាបើរត់ផ្លូវនេះរត់ទាំងអស់គ្នាក៏ម្នាក់រត់មួយខាងនេះរត់មួយខាងដែរឬម្នាក់អង្គុយចុះពិបាកណាស់ទៅទាំងអស់គ្នាអញ្ចឹងខ្ញុំគិតថាកិច្ចការទាំងអស់នេះគឺត្រូវការល្បឿនបាទដែលយើងបង្កើតក្រុមការងារនេះព្រោះយើងចង់បានល្បឿនបាទនិងប្រសិទ្ធភាពបាទ
ចឹងល្បឿននិងប្រសិទ្ធភាពទាមទារនៅការកែសម្រួលនៅនីតិវិធីរបស់ស្ថាប័នបញ្ជាឲ្យស្របជាមួយនឹងគោលការណ៍រួមរបស់យើងក៏ដូចជារបស់រាជធានីខេត្តស្ថាប័នថ្នាក់ខោមខេត្តមួយចំនួនដែលពាក់ព័ន្ធដែរបាទប្រតិភូកម្មកម្រិតដែរឲ្យទៅព្រោះអត់មានអីទេបាទគឺគោលដៅធំធ្វើម៉េចឲ្យលឿនឲ្យលំហូរវិនិយោគលំហូរទេសចរលំហូរនៃផលិតផលចូលទៅខេត្តទាំង4បាទយើងដកចេញពី CLV DTA ដោយសារ25ឆ្នាំហើយសមត្ថភាពយើងបានរៀបចំអាចថាដល់កម្រិតមួយយើងអាចចាស់ការខ្លួនឯងហើយប្រជាពលរដ្ឋយើងក៏ចង់បានដែរតែឥឡូវយើងត្រូវពង្រីកនឹងការវិវត្តខ្លួនឯងម្ចាស់ការខ្លួនឯងតែម្ដងអញ្ចឹងហើយបានជាការរៀបចំនេះឡើងគឺឆ្លើយតបទៅនឹងអ្វីដែលជាការចង់បានចង់ឃើញរបស់ប្រជាពលរដ្ឋរបស់យើងសមត្ថភាពដែលយើងធ្វើបានប៉ុណ្ណេះគឺឥឡូវពង្រឹងខ្លួនឯងដើម្បីដើរទៅមុខរត់ឲ្យលឿនខ្លួនឯងតាមរយៈការទាញចូលនៅវិនិយោគក៏ដូចជាការបង្កើនសកម្មភាពវិនិយោគនៅនឹងកន្លែងខ្ញុំសូមបញ្ជាក់ថាការលើកលែងនិងការអនុគ្រោះទាំងអស់នេះមិនមែនសំដៅទៅលើតែវិនិយោគិនពីក្រៅប្រទេសទេវិនិយោគិនពីក្នុងប្រទេសក៏យើងលើកឲ្យដូចគ្នាហើយក៏មិនសំដៅតែពីការវិនិយោគពីក្រៅខេត្តដែរវិនិយោគិនក្នុងខេត្តក៏យើងកាន់តែលើកទឹកចិត្តទៅទៀតបើគាត់ធ្វើបាទបើអ្នកមណ្ឌលគិរីត្រូវការបើក resort ត្រូវការបើកអូចាក់ត្រូវការបើកសួនកន្លែងកសិកម្មរបួយអីសុំធ្វើយើងជួយបាទអញ្ចឹងគោលការណ៍មួយនេះពិតណាស់យើងថាវិនិយោគិនអាចបងប្អូនខ្លះយល់ច្រឡំថាតើតវិនិយោគិនបរទេសមកពីក្រៅប្រទេសអត់ទេគឺវិនិយោគិនទាំងអស់ហើយសំខាន់បំផុតដែលយើងដាក់ចេញនៅទុនការឧបត្ថម្ភយល់ថាគោលនយោបាយមួយចំនួនដែលត្រៀមថវិកាមួយចំនួនសម្រាប់ផ្ដល់ឲ្យកម្ចីនៅក្នុងអត្រាទាបនោះគឺសម្រាប់ផ្ដោតខ្លាំងទៅលើវិនិយោគិនក្នុងស្រុកនេះឯងបាទក្រុមហ៊ុនតូចក្រុមហ៊ុនកម្រិតមធ្យម SME ដែលយើងចង់បានបាទហើយនេះគឺជាកិច្ចការដែលសំខាន់ហើយខ្ញុំសូមនេះមួយផងការវិនិយោគពិតណាស់យើងចង់ជំរុញទៅលើកសិកម្មកសិឧស្សាហកម្មនិងទេសចរពិតណាស់វាអាចភ្ជាប់ជាមួយគ្នាមានរោងចក្រមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យកសិកម្មឬមួយក៏អាចនៅក្នុងតំបន់ព្រំដែនខ្លះជាប់ព្រំដែនខ្លះជាតំបន់សេដ្ឋកិច្ចពិសេសបង្កើតជាគេថារោងចក្រកែច្នៃឬមួយអីយើងអត់ហាមទេប៉ុន្តែខ្ញុំឲ្យខេត្តទាំង4ជាពិសេសខេត្តដែលមានធនធានធម្មជាតិខេត្តមណ្ឌលគិរីសក្តានុពលសូមឲ្យធ្វើការគិតគូរពី zoning ឲ្យស្រួលផងបាទដើម្បីយើងថែកន្លែងណាដែលជាតំបន់ឧស្សាហកម្មកន្លែងណាដែលយើងត្រៀមមកឲ្យទៅបាទកុំយករោងចក្រទៅដាក់នៅលើភ្នំកប៉ែកកប៉ក់បន្តិចតួចវាលែងស្អាតកន្លែងណាទុកឲ្យជាកន្លែងទេសចរកន្លែងធម្មជាតិទុកនៅកន្លែងហ្នឹងរុញតំបន់កសិកម្មទៅមកកន្លែងតំបន់ឧស្សាហកម្មកន្លែងណាដែលសម្រាប់ធ្វើ agro industry ដាំទំហំធំយើងកុំទៅយកវានៅកប៉ិចកប៉ុកនៅកន្លែងនេះកន្លែងនោះគិតកន្លែងណាទៅមូលបានន័យថាគិតពីការវិវត្តដោយចីរភាពសក្តានុពលរបស់យើងមានទាំងទេសចរមានទាំងកសិឧស្សាហកម្មមានទាំងកសិកម្មមានទាំងយើងអាចថាកម្មនសាលឬមួយអីកន្លែងណាយើងគិតគូរឲ្យហើយបាទជាពិសេសខេត្តដូចខ្ញុំនិយាយចឹងខេត្តមណ្ឌលគិរីដែលភាគច្រើនតាក់ទងគឺទេសចរធម្មជាតិហើយបើយើងអត់គិតយើងដាក់ម្ដុំយើងអាចបាត់មួយរយៈពេលខ្លីគឺវាខូចអស់កន្លែងថ្ងៃក្រោយយើងចង់ធ្វើទេសចរធម្មជាតិស្រាប់ទៅដល់រោងចក្រកប៉ែកកប៉ក់នៅនេះទាំងអស់បាទអញ្ចឹង zoning មិនមែនថាមិនឲ្យទៅធ្វើនៅខេត្តទាំងទេឲ្យធ្វើប៉ុន្តែខ្ញុំសូមឲ្យខេត្តហើយគណៈកម្មការយើងដែលធ្វើអាចមានថាក្រសួងដែនដីនគររូបនីយកម្មនៅក្នុងនោះធ្វើឲ្យអាចថាពន្លឿននៅក្នុងការរៀបចំជា master plan និងការប្រើប្រាស់ផែនទីនៃការប្រើប្រាស់ដីតែម្ដងបាទអា zone មួយចំនួន zone ណាដែលយើងធ្វើអាគារធំ zone ណាដែលយើងឲ្យធ្វើអាគារច្រើនជាន់នៅក្នុងទីរួមខេត្តឬមួយតំបន់ zone អានឹងខ្ញុំសូមឲ្យគិតគូរបែបនេះខេត្តផ្សេងដូចគ្នារតនគិរីក៏ចេះតែផ្សេងយើងមើលទៅតំបន់ណាបើតំបន់ណាពាក់ព័ន្ធទៅនឹងធម្មជាតិឧទាហរណ៍ផ្សោតស្អីការពារដែលយើងត្រូវកុំឲ្យធ្វើអីដែលប៉ះពាល់ដល់រក្សាទៅបាទ
đầy dương mà cái cô dương họ cái lấy ná đây đi thôi anh ấy dương xong ở kết cú bài đi lướn bàn tay dương kết cú cướp chung rồi và tiền vô nơi Paul bây giờ thà bây giờ nâng cà phê nơi sạc đá được Paul đầm bay dương ai cái thà chùm rối bảo hộ bị sai và mấy bay mốc này đại dương chùm rối mình men ban này thà khai tầng 4 miền tập bay được thì còn tập bay này nơi không crop khăn cô nhiều bài chỉ sạc đá được Paul ati phiệp cả sự cám rồi cám được tây cho bà bàn tay mình ham khoát khai từng thể anh tới chỉ khai ở xa cam cầm bốc thìผู้ชิดผมได้ล่าเธอตอบชอบน้อมเชิงตะเกียบตามพลังได้ที่họ ngày cởiไปเตยเชื่อน้ำบอลอุตสาหกรรมตระดกตะปัดวันใต้การกึศกูที่ยังกึศกูเชี่ยจุบเฮียนว่าให้จำนวนมวยเชี่ยได้ส่งใครต่างบุญยกจัดตกได้คือหึงสันติสุขสันดับถนอมเธอไม่ตุบสกัดในสกัดมาเพียบต่างหลายนะได้บังก้อในอาสันติสุขเชี่ยไปใส่เรื่องบอลละมือไปใจไปเชี่ยการเงี้ยนี้คือตรึประหยัดแค่ยืงต่างบุญตัวใบจะก่อใบก่อชนะเก้าสิบตั้งไปเก้าบุญเมายังอภิวัตประปันได้อัดเบียนปึงตะลือบอลละมือไปใจไปเชี่ยเลยจึงยังรู้ต่อแต่เตี้ยดอยซาเหมือนจำใบตะลือดักเลยยืงเธอไม่จงบริการวินิโยคแบบนี้วินิโยคปิดตะลือวิสัยปิดมันมีไอเปียปอนจะบวยหนังกาขอฉบับมันเปียปอนจะดอลปัญหาสันติสุขกรมท่ากรมดำตะโลบีเหมือนถ้ามันเอากะสิกรดำตะโลบียืงคือการวินิโยคกิดกู้เรื่องโดยสันติสุขบอลระเบิดวิจัยวิจัยดิโดยตลกวิบันในทาวิเรียลวิชาบานพอเชียงสวายจันตีปันแต่ดำเตอวิเฮลได้วิโคได้ดังแต่บดอบ่เส้นจีบปึงไปตะลือวัดตะเมียนในกาชอเบาตามวิจัยวิจัยดิจีทาการจำตีสากมอชอบ่าใครที่บุยทะเลาะรู้ให้เตสจอทอไปจิตใส่ยืงปะตอเธอตามแบบนี้กะสิกรรมใส่ผู้อาจเบียนวัดเบียนในกระไรคลาได้ยืงเธอปะตอบอสบาทจังสมัยดีแต่ดีใครดอยใครแต่บุญที่ยกจัดตกดักตะลึกกิจการกันดีบ่ากาเปียวินิโยกสอบฉบับวินิโยกตรมตรึมันเรื่องอ้างทำเอาวินิโยกปิดาติก็รบตามฉบับดังอัตถปไตยเพียบบอกกัมพูชีปดอลพอลจำเน่งวิจิเบียนดอลปิจิปรอบกัมพูชีประการสักดาวนุพลในเขตเทศนาวิจิเบียนต่างขนมรูปเพียบวิจิเบียนดำไปประการจำนวนนั้นสเตอร์เพียบนั้นสันติสุขระยะเปเวงจะบุยดังการิลุดลอระบอบปิจิปรอบในเขตแต่บุญยังจำสมเอายกจัดตกดักจะเลือกกิจการจากนี้บ่าดำไปยืมบรรทอให้เรียกว่าถ้าไปบ้าปิชนะกระดากระทรวงสถาบันเปะปอนกระทรวงปหาปไตยกระทรวงเศรษฐกิจให้แรงวัตถุกระทรวงเป็นกิจกรรมนั่งทำการจะบวยคดีต่อตัวเตี้ยแต่งครบตัดเพียบแต่งสันติสุขแต่งเศรษฐกิจแต่งครบวิสัยต่างดับใบยืงช่วยยืงนะเอาแค่แต่งบุญเมียนกาวิวัฒกันแต่ลื่นบ่าเอากระทำบัดกลมเลียดจีบวยดังเรียนจะดีปรุงปิ้งแค่ประเสริฐดุแค่สิมเรียบได้จีโพลเศรษฐกิจจังยืงจุ่มรุ่งบัดกลมเลียดปีบนยืงเปล่ายนกาพหุเปียกีตาม CLVDTA ได้เมียนไตรเพียกี้โบจะบวยหนึ่งกาช่วยปีญี่ปุ่นปีไอ้นั่นก็ไหลดิอะไรยืงบานใจหายจังยืงประกันสมาธิเพียบดำใบอภิวัตครัวไอ้มาจากกาครัวไอ้ตามระยะกาดักเจงโกนโยบายทั้งไงดิเลิกตักจัดทั้งไงดิเตียนวินิโยกมาไปกรุบตึกตีแต่ครองนักกราวปฏินั่งจุ่มรุ่งกาวินิโยกนั่นนั่งก็ไหลดอกบอลนักแข่งดอลกิรีกระเจสตั้งแทงรัตนกิรีดำใบประกอบรัฐเพียบอาการตะจรานจุ่มรุ่งเศรษฐกิจดอกบอลยืงหายเตยจิตแค่บุยได้ถ่าไอเตียนโยพอลในภูมิศาสตร์ระบอบยืงตัวใบจิตง่ายไปกี่ปันไตมันง่ายได้สยาวติบ่าไอ้ดอมลูกจมติวลูกสตรีนั่งอ่างพิธีจิตติเบตรี
ការអនុវត្តកម្មវិធីពិសេសនេះគឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាពស្ថិរភាពឯករាជ្យភាពនិងបូរណភាពទឹកដីក៏ដូចជាការខិតខំពង្រីកនិងចែកចាយផលលាភនៃកំណើនសេដ្ឋកិច្ចនៅដល់គ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរក្នុងន័យនេះខ្ញុំសូមស្នើឲ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តកម្មវិធីនេះប្រកបដោយស្មារតីទទួលខុសត្រូវទៅភាពម្ចាស់ការដើម្បីសម្រេចជោគជ័យស្របតាមគោលបំណងនិងគោលដៅដែលបានដាក់ចេញជាថ្មីម្ដងទៀតខ្ញុំសូមកោតសរសើររវាយតម្លៃខ្ពស់ចំពោះអាយដាមអគ្គបណ្ឌិតសភាចារអនពុតមនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានដឹកនាំរៀបចំកម្មវិធីពិសេសជំរុញការវិនិយោគនេះឡើងទន្ទឹមនេះខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនិងការគ្រប់គ្រងប្រកបដោយស្មារតីបរិយាកម្មនិងទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែករៀបចំកម្មវិធីនេះពិសេសនេះដោយមានការគិតគូរយ៉ាងល្អិតល្អន់ជាក់លាក់និងចំគោលដៅខ្ញុំជឿជាក់យ៉ាងមុតមមថាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនេះនឹងជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសានប្រកបដោយនិរន្តរភាពនិងបរិយាបន្នក្នុងដំណើរឆ្ពោះទៅរកការសម្រេចនៅចក្ខុវិស័យកម្ពុជា2050ជាទីបញ្ចប់ខ្ញុំសូមជូនពរឲ្យដល់លោកជំទាវលោកអញ្ញាអ្នកអញ្ញាអស់លោកស្រីភ្ញៀវកិត្តិយសទាំងអង្គពិធីទាំងមូលសូមសំប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិបិណៈកំបីគ្លៀងគ្លិតឡើយខ្ញុំសូមប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃប្រជាណាចក្រកម្ពុជាពីឆ្នាំ2025-2028ចាប់ពីពេលនេះតទៅសូមអរគុណជាមួយនឹងកម្មវិធីដ៏វិសេសវិសាលបំផុតនេះអង្គពិធីទាំងមូលសូមគោរពថ្លែងអំណរគុណនិងសូមគោរពសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាជាទីគោរពអំបញ្ញមិញនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើងបានអញ្ជើញប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសានឆ្នាំ2025-2028នៅពេលនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនៃយើងអញ្ជើញនិវត្តន៍ហើយនៅក្នុងឱកាសនៃការអញ្ជើញថ្លែងសន្ទរកថាប្រកាសបើកសំទោសពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសានឆ្នាំ2024-2028នេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីរបស់យើងក៏បានផ្ដល់នូវអនុសាសន៍ដ៏សំខាន់ប្រកបដោយអត្ថន័យនឹងធ្វើយ៉ាងណាដើម្បីឲ្យខេត្តទាំង4របស់យើងគឺខេត្តក្រចេះស្ទឹងត្រែងមណ្ឌលគិរីរតនគិរីទទួលបាននូវការអភិវឌ្ឍដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ជាពិសេសវិស័យឯកជនទាំងវិស័យឯកជនក្នុងស្រុកគឺនៅក្នុងខេត្តក៏ដូចជាវិស័យឯកជនមានន័យថាវិនិយោគិនមកពីបរទេសជាដើមនោះដោយរាជរដ្ឋាភិបាលនឹងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគិនទាំងអស់គ្រប់តួអង្គទាំងអស់ធ្វើយ៉ាងណាឲ្យខេត្តនៅភូមិភាគឦសានរបស់យើងទទួលបាននូវការអភិវឌ្ឍក៏ដូចជាកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូលទទួលបាននូវភាពកាន់តែល្អប្រសើរសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនាងកញ្ញាជាទីគោរពការផ្សាយផ្ទាល់អំពីពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តទាំង4ក្នុងតំបន់ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ2025-2028ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុន